បានជម្រាបសួរពុកម៉ែបងប្អូនដែលចូលមកកាន់នៅ Channel ធ្វើទៅរៀនយកលុយបានថ្ងៃនេះត្រូវនឹងថ្ងៃទី12ខែ10ឆ្នាំ2025ជាថ្ងៃនេះខ្ញុំនឹងបញ្ចេញវីដេអូអាប់ដេតអំពីទុរេនដែលខ្ញុំធ្វើថាតើដល់រយៈណាហើយបន្ទាប់ពីបាញ់សមអាហារធម្មពលមកបាទអញ្ចឹងគឺសម្រាប់អាហារធម្មពលបន្ទាប់ពីខ្ញុំបាញ់ PBZ មកនៅខែ8ថ្ងៃទី15ហ្នឹងខ្ញុំបាញ់PBZ បានចំនួន10ថ្ងៃខ្ញុំបានបាញ់សមអាហារធម្មពលចំនួន10ថ្ងៃម្ដង10ថ្ងៃម្ដងរហូតមកដល់ឥឡូវហ្នឹងគឺបានសន្សំអាហារធម្មពលលើកទី5រួចរាល់អស់ហើយបាទអញ្ចឹងគឺសម្រាប់អាហារធម្មពលហ្នឹងពុកម៉ែបងប្អូនថាគូនសំប្រហែលដងល្អបាទគឺសន្សំរហូតតើតែឃើញអវត្តតែមានផ្កាចេញមកអាហ្នឹងល្អបាទមួយទៀតបើពុកម៉ែបងប្អូនអត់ចង់អស់លុយរៀងច្រើនអត់ចង់បាញ់ច្រើនដងអញ្ចឹងពុកម៉ែបងប្អូនសន្សំត្រឹមតែស្លឹកហ្នឹងចាស់ខ្មៅបានហើយបាទចាសម្រាប់ខាងខ្ញុំគឺបាញ់សន្សំអាហារធម្មពលនេះរហូតដោយសារតែមេឃវាភ្លៀងបើសិនជានៅរដូវប្រាំងយើងសន្សំត្រឹមតែចាស់ល្អហើយទៅគឺរួចរាល់ហើយអាហារវាគ្រប់គ្រាន់ហើយវានឹងទៅចេញផ្កាខ្លួនឯងនៅរដូវដាច់ទឹកភ្លៀងអាកាសធាតុត្រជាក់ហើយស្ងួតដីធ្លាក់ខ្យល់ហ្នឹងគឺត្រេននឹងមកចេញផ្កាមកបាទអញ្ចឹងសម្រាប់ខាងខ្ញុំនេះបន្ទាប់ពីបាញ់ PBZ នៅនៅខែ8ថ្ងៃទី15មកហ្នឹងគឺភ្លៀងជាប់រហូតបាទហើយខ្ញុំបាញ់តែមួយដងទេខ្ញុំអត់បាញ់2ដងទេបាញ់តែមួយលើកអញ្ចឹងរហូតមកដល់ឥឡូវហ្នឹងគឺវាចូលចំនួនថា7-2ខែហើយសរុបទៅបើដល់ខែ10ថ្ងៃទី15គឺវាចូល2ខែតែឥឡូវទើប12ខ្វះ3ថ្ងៃទៀតបាន2ខែបាទអញ្ចឹងគឺសម្រាប់ស្លឹកត្រេនក៏វាចាប់ផ្ដើមលាស់ត្រួយខ្ចីមកដែរហើយនឹងអវត្តមានផ្កាក៏ចាប់ផ្ដើមចេញមកដែរបាទឥឡូវខ្ញុំនឹងស៊ូមជូនបងប្អូនមើលបាទនេះសម្រាប់ពកភ្នែកផ្កាហើយក្តៀងក៏ខ្ញុំធ្វើការកាត់ហើយដែរគឺកាត់នៅថ្ងៃទី9បាទឥឡូវថ្ងៃទី10ថ្ងៃទី12ហើយចឹងកាត់បាន3ថ្ងៃហើយចឹងគឺនេះបាទអានេះចង់ជីក្តៀងតិចជាផ្កាបន្តិចអាហ្នឹងបើសិនជាមេឃដាច់ទឹកភ្លៀងល្អបាន2-3ថ្ងៃវាអាចទៅជាផ្កាបាទឥឡូវបងប្អូនមើលដើមនេះជាបន្តបាទសម្រាប់ដើមនេះក៏មានភ្នែកដូចគ្នាបាទតែវាមិនទាន់ចេញជាសទេសម្រាប់ដើមនេះវាកញ្ញំចេញមកឈប់បាននេះបាទកាលណាប្រិចពេកគឺមើលអត់ច្បាស់នេះគឺជាទម្រង់ភ្នែកផ្កាបាទហ្នឹងនេះខាងក្រោមនេះគឺចេញមកជួរមកដែរចេញតាមមែកមករដឹកហើយបាទនឹងខាងលើក៏មានដូចគ្នាបាទរៀងចាំងថ្ងៃតិចហើយបាទអញ្ចឹងគឺអានេះសម្រាប់ដើមនេះគឺផ្កាចេញមកច្បាស់ហើយបាទថាវាពិតជាភ្នែកផ្កាសម្រាប់ពីដើមមិញវានៅមិនទាន់ថាជាផ្កាឬជាក្តៀងបើសិនជាមេឃរាំងវាទៅជាផ្កាតែបើភ្លៀងជាប់គ្នាវាអាចទៅជាក្តៀងវិញអញ្ចឹងថ្ងៃនេះមេឃស្រឡះល្អបាទថ្ងៃទី12នេះបាទនេះគឺផ្កាហើយកញ្ញំចកោមបែបនេះពណ៌លឿងបែបនេះហើយមូលបែបនេះគឺផ្កា 100% បាទតែបើស្រួចអាហ្នឹងគឺក្តៀងបាទនេះដូចជាអានេះអានេះ
វាចេញជាកោមដវងហ្នឹងវាតម្រូវនឹងចេញផ្កាតែដោយសារតែភ្លៀងជាប់ហ្នឹងធ្វើឲ្យវាចេញជាក្តៀងប៉ុន្តែដោយសាររាំងវិញបាន2ថ្ងៃឥឡូវវាមុខគេនេះអានេះស្រួចចង់ជាស្លឹកហើយប៉ុន្តែខាងវានេះបាទបែកជុំវិញនេះគឺមូលចេញជារូបរាងផ្កាបាទហើយសម្រាប់មួយទូចនេះបាទទូចនេះគឺផ្កាបាទផ្កា 100% វាមូលបែបនេះគឺផ្កាហើយពណ៌លឿងបាទនេះអានេះផ្កាដែរបាទផ្កាលាយស្លឹកនេះបាទនេះស្រួចនេះស្លឹកហើយមូលនេះគឺផ្កាបាទបែបហ្នឹងដោយសារតែបរិមាណទឹកភ្លៀងវានៅមានច្រើនអញ្ចឹងធ្វើឲ្យវាចាញ់មកវាលាយផ្កាលាយស្លឹកបន្តិចតួចអញ្ចឹងបាទសម្រាប់នេះក៏ជាផ្កាដែរអញ្ចឹងគឺវាទៅតែហើបមកបានប៉ុណ្្នឹងទេហើយខ្លះក៏វាឃើញច្បាស់ថាជាផ្កាខ្លះវាមិនទាន់ច្បាស់ថាជាផ្កាបាទដូចជាអានេះអញ្ចឹងបាទនេះខ្ញុំបែបនេះមិនទាន់បដូរពណ៌ជាពណ៌លឿងទេវានៅពណ៌រាងក្រហមនៅឡើយបាទសម្រាប់ខាងលើនោះគឺកោមខ្ញុំតាមមេឃនោះគឺជាផ្កាហើយបាទតែមើលដាក់ទូរស័ព្ទទៅមើលឃើញបាទចឹងខ្ញុំនឹងនាំបងប្អូនមើលដើមផ្សេងទៀតបាទនេះសម្រាប់នេះគឺដើមតូចដែលនៅជាប់ដើមធំព្រោះតរេនេះដាំមួយគូហើយដាំខុសឆ្នាំគ្នាដាំខុសគ្នាមួយឆ្នាំអញ្ចឹងធ្វើឲ្យដើមមួយធំដើមមួយតូចអញ្ចឹងដើមដែលតូចអត់យកផ្លែផ្កាទេគឺដាក់ជី824គឺដាក់បានទាំងតូចទាំងធំប៉ុន្តែដែលជីPVC ឬ Paklo ហ្នឹងគឺខ្ញុំឲ្យគេបាញ់តែធំទេបាទអំជាហៀងខាងតូចនេះគឺអត់ឲ្យបាញ់ទេហើយបើសន្សំអាហារគឺសន្សំអាហារទាំងអស់បាទបាញ់លាយជាមួយថ្នាំសត្វល្អិតទៅជាមួយគ្នាបាទព្រោះថ្នាំសំអាហារហ្នឹងវាអត់ប៉ះពាល់អីទេវាជំនួយឲ្យស្លឹកយើងល្អប៉ុណ្ណឹងតែបើត្រេនយើងអត់យកផ្លែផ្កាទេយើងមិនបាច់បាញ់ទេវាអស់លុយច្រើនបើសិនជាត្រេនយកផ្លែផ្កាហ្នឹងយើងបាញ់សំអាហារធម្មពលបាទនេះសម្រាប់ត្រួយដែលយើងអត់បាញ់ PVC ចេញមកបែបនេះហើយពុកម៉ែបងប្អូនសួរថាបើអញ្ចឹងដាក់ជីតម្រូវស្លឹកនឹងដាក់ជីតម្រូវផ្កាធ្វើមកប្របែកគ្នាម្នាក់មួយខាងមែនបាទអត់ទេគឺយើងធ្វើតម្រូវយកតែផ្កាទេបាទអញ្ចឹងយើងដាក់ជីផ្កាដាក់ជីជាមួយយើងនេះដែរជាមួយតូចនេះដែរបាទបើវានៅជាមួយគ្នាបាទអញ្ចឹងគឺយើងដាក់ទាំងអស់អញ្ចឹងគឺសម្រាប់ការដាក់ជីយើងដាក់តម្រូវតែពួកយកផ្កាទេគ្រាន់តែតូចនេះយើងអត់បាញ់ PVC តែប៉ុណ្ណឹងបាទអញ្ចឹងគឺសម្រាប់ដើមនេះបាញ់ PVC អត់បាញ់ PVC ត្រួយវាលាស់មកបានប៉ុណ្ណឹងហើយសម្រាប់ដើមដែលបាញ់ PVC បាទដើមធំជាប់ហ្នឹងគឺលាស់បានទូចជាងមិញបាទលាស់មកហើយចឹងរងចាំតែផ្កាចេញមកឲ្យគ្រប់គ្រាន់ទើបចាប់ដើមដាក់ជីមានលេខមុខខ្ពស់ដើម្បីឲ្យត្រួយហ្នឹងលូតលាស់ស្ទុះមកលឿនបាទដើម្បីធ្វើយកមកត្រួយនៅរយៈផ្ការយៈត្រេនកំពុងផ្កាបាទនេះបាទដូចជានេះតាមមេឃខ្នែងនេះអញ្ចឹងពុកម៉ែបងប្អូនសួរថាបើត្រេនយើងកំពុងផ្កាហើយយើងធ្វើត្រួយវាប៉ះពាល់អត់បានអត់ប៉ះពាល់ទេកុំឲ្យតែយើងធ្វើនៅរយៈត្រេនយើងអត់ទាន់ចេញផ្កាឬក៏ត្រេនយើងផ្កាកំពុងរីកឬផ្កាចិត្តរីកយើងធ្វើត្រួយអាហ្នឹងគឺប៉ះពាល់បាទធ្វើឲ្យផ្កាយើងរីកហើយជ្រុះខ្លះកំពុងតែរីកក៏វាជ្រុះដែរគ្រាន់តែប៉ះគឺជ្រុះក្តុកតែម្ដងសម្រាប់ពេលយប់ឡើងវាកំពុងតែរីកអីចឹងបាទអញ្ចឹងគឺសម្រាប់ដើមនេះក៏មានផ្នែកផ្កាដូចគ្នាបាន
bạn nâng cứ mấy lỡ nó cứ chanh màu sro hai bạn mơ nằng nay tế khơi nhờ po lương đợi anh ấy chẳng bạn nè tại là pe camera lang từ lơ tới khơi khmai bạn mà chú ní cứ nay ca mà tầng o bạn tại pe mơ cứ ắt khơi nè bạn bà xem ra anh ấy cho bung bọc chanh đá bạn nè amoi nè bạn nè nắng nay ca bạn bạn chính nôm tụi bằng ôn nữa đàm xe chết chẳng là lấy với tơ tại tranh bàn ở sờ rọcในช่องจิกานั่นคือวิจัยบานตรมแต่30%แต่ปนจังคือในตามดานวิริยะเป็นบูนแต่ปรำทั้งไงเตียดบ่าบานจังคือสำหรับดาวนี้คือเมียนปอกได้ใต้เบียมันตอนช่วยจีบกาได้บ่าจังดามคลาวิปอกม้อบาถจีบกาดามคลาปอกม้อวินัยbài của hôm là lối chân cứ rong trăm mà thành thiệt ông nói phò bạn chính cái trường hợp ở lại đam ní miền này của hôm là lối đấy bạn mở chữ ba thế bọc cam mệt mà của hôm bạn chính cái trường hợp ở bờ đám ní cứ khinh thà bọc màu chữ ba hay thà chữ cá hay bạn ní bạn ní tầm rong bạn ní cứ chữ cá bạn ní bạn nên ta mệt ní đấy bạn chính cứ mẹ ní cứ bị tranh pin mẹ cho hay bà ní chụp ba thành chụp cam rồi phía rồi hay sầm rập mẹ ní bạn ní đi chia ní bạn ní cứ chụp cá hay chỉ có ní cứ chụp cá lại bạn đừng đo tròn ní cá đi kia bà tranh cứ đam ní cứ tranh cứ rụp ròn hay rập cá bạn chính cứการน่าจะจันบานในระยะโดยดาวนี้บ่ายคือยอมนังจับดาวดะจีให้ดะตักทำใบเตียนกานังเตียนตรุยมาเพลียมบ่ทำใบใจรุ่มคือทำใบเตียนตรุยบ่จังกาก็ในเปรย์ได้วิจัยมาบานแบบนี้ก็เตยดะตักสลายตักวีได้บ่จังคือเราลำหนักการนี้ยังเคยทัชบ่าจีบกาให้วิจัยมาบานจรานให้อันนั้นยังดะตักพอมาได้บ่lên và ọt tặc lên và đặt tặc vì ấy bạn cứ ở tang mẹ ní bà ní cứ sẽ ta chip ca bạn còm ní cọp ca đây bạn đang làm mẹ ní cái chip ca đấy bạn chính nè lấy chỉ chỉ còm ní vì tranh màu muôn kế vì xa trai tặc phiêng pếch vừa ai vì tranh màu thì trong khai chỉ cái điền và ta đập pe mấy bàn đại tặc phiêng pi bên ngay vĩnh vừa ai cô hàng cao ní vì tài tranh chỉ tầm rong thì chip ca mình mà thì chia cái nhóm mình chẳng trong đấy cứ chỉ cái điền anh ấy chip ca bạn chẳng hạn anh ấy cứ ca anh ấy ca rồi bị rồi chị bà tập ca hay bà nên anh ấy có ca đây bạn này nhóm mạo bài ní hay mua cứ ca mà
បាទសម្រាប់ដូចជាអានេះបាទនេះស្រួចមកបែបនេះបាទនេះក្តៀងនឹងក្តៀង 100% បាទសម្រាប់អានេះគឺផ្កាបាទមូលកញ្ញំបែបនេះពណ៌លឿងគឺផ្កាបាទបាទអញ្ចឹងខ្ញុំនាំពុកម៉ែបងប្អូនមើលដើមផ្សេងជាបន្តបាទនេះសម្រាប់ត្រួយវាបាទត្រួយវាដើមខ្លះក៏ហើបមកវែងហើយដើមខ្លះទៅតែពករស់ហើបបាទសម្រាប់ដើមនេះគឺក៏មានផ្នែកផ្កាដូចគ្នាបាទនេះតាមមែកអញ្ចឹងគឺថាជា5ថ្ងៃទៀត4-5ថ្ងៃទៀតគឺច្បាស់ 100% ថាផ្កាវានឹងចេញមកស្រស់តែនៅក្នុងឥឡូវនេះគឺវាទៅតែបានខ្ទង់ 30% អីតែប៉ុណ្ណោះបាទអញ្ចឹងគឺ 30% នៅក្នុងចកាបាទដូចជាដើមនេះគឺផ្នែកខំបែបនេះបាទនេះគឺវាមិនទាន់ប្រកាសថាជាផ្កាទេបាទដូចជានេះដែរនេះចានេះគឺកាលដែលមេឃដាច់ទឹកភ្លៀងបាន2 ទៅ 3 ថ្ងៃទៀតនឹងចេញមកច្បាស់ថាជាផ្កាបាទអញ្ចឹងបើក្នុងដំណាក់កាលបែបហ្នឹងយើងទៅស្រោចទឹកវាឬក៏មេឃភ្លៀងធ្វើឲ្យអាហ្នឹងវាទៅជាក្តៀងបាទវាមិនមែនទៅជាផ្កាទេអញ្ចឹងបើបងប្អូនថាហេតុអីបានខ្ញុំបញ្ញាប់កាត់តែងក្តៀងម្លេះមិនចាំឲ្យវាច្បាស់ជាងហ្នឹងបាទអញ្ចឹងគឺការកាត់តែងក្តៀងគឺវាមានទូនាទីសំខាន់កាលណាដែលយើងទុកគឺផ្កាចេញមកដែរតែវាចេញមកបែបលក្ខណៈអត់សូវស្ទុះបាទចេញមកយឺតមួយតែបើយើងកាត់វាគឺធ្វើឲ្យវាចេញមកស្រស់តែម្ដងបាទចេញមកបែបស្រោងប៉ុន្តែអាហ្នឹងតើតែយើងដឹងថាយើងអាចគិតដឹងថាប្រហែលថ្ងៃទៅខាងមុខហ្នឹងមេឃនឹងអាចនឹងរាំងអីចឹងបាទអញ្ចឹងគឺឥឡូវវាចូលពាក់កណ្ដាលខែ10ហើយអញ្ចឹងមេឃវាមិនអាចភ្លៀងជាប់ដូចនៅខែ9អីទេបាទអញ្ចឹងគឺហើយភ្នែកផ្កាក៏ចាប់ផ្ដើមចេញមកឲ្យឃើញដែរអញ្ចឹងអាខ្លះវាប្រកាសថាជាផ្កា 100% ហើយអញ្ចឹងមានន័យថាផ្កាកំពុងតែចេញមកអញ្ចឹងខាងខ្ញុំនឹងធ្វើការកាត់ក្តៀងដើម្បីជំរុញឲ្យផ្កាហ្នឹងកាន់តែចេញមកឲ្យស្រស់កាន់តែចេញមកឲ្យលឿនចឹងបាទអញ្ចឹងសម្រាប់ក្តៀងគឺកាត់ហើយបោះចេញទៅក្រៅហើយក៏ខាងក្នុងនេះនៅ1-2បាទអត់ឲ្យស្អាតពេកទេចឹងគឺស្លឹកហ្នឹងរស់តែម្ដងទេរស់ពីសាមុនតែម្ដងទេបាទរស់ពេលដែលបាញ់ភីពិសិដ្ឋហើយបន្ទាប់មកឥឡូវគឺអត់បានរស់អីទៀតទេចឹងតិចទៀតនេះដល់ខែត្រជាក់ហ្នឹងគឺអាដល់ពេលដែលយើងធ្វើស្លឹកឈុតទី3មកហ្នឹងចឹងអាស្លឹកខាងក្នុងដែលចាស់នៅពីមុនមកវានឹងជំរុះខ្លះចឹងស្លឹកនឹងជំរុះទៅក្រោមដើមក៏អត់សម្អាតដែរគឺទុកឲ្យវាត្រជាក់ឬព្រោះថាខ្ញុំធ្វើយកស្លឹកមួយទៀតស្មើផ្កាហ្នឹងគឺត្រូវការឲ្យដីហ្នឹងវាត្រជាក់បានយូរវានេះបានយូរទៅធ្វើឲ្យត្រេហ្នឹងចេញត្រួយមកល្អបាទវាមានសំណើមខ្ពស់បាទឥឡូវនេះមែកនេះក៏ចេញពកមកដែរតែនេះគ្រាន់តែវាមិនទាន់ច្បាស់ថាវាជាផ្កាឬគឺជាក្តៀងប៉ុន្តែដោយសារតែមានដើមខ្លះវាចេញមកច្បាស់ថាជាផ្កាអញ្ចឹងមានន័យថាត្រេនេះកំពុងតែចាប់ផ្ដើមចេញមកហើយអញ្ចឹងយើងត្រូវរៀបចំឲ្យវាបាទសម្រាប់ខាងខ្ញុំគឺបាញ់សមអាហារធម្មពលហើយម្សិលមួយថ្ងៃ
ហើយយើងអាចជា5ថ្ងៃទៀតខ្ញុំនឹងធ្វើការបាញ់តាមពុះមែកបាទអញ្ចឹងគឺ5ថ្ងៃទៀតអាចនឹងចេញមកច្រើនហើយបាញ់បើតាមពុះមែកនឹងតែម្ដងដើម្បីឲ្យវាលូតលាស់បានល្អហើយផ្កានឹងមានសុខភាពល្អអញ្ចឹងបាទអញ្ចឹងគឺដើមនេះគឺមានពកគ្រប់មែកប៉ុន្តែពកបែបលក្ខណៈបែបនេះបាទខ្មៅឆ្កោមតែមិនទាន់ផ្ទុះចេញជាពណ៌សឬពណ៌លឿងទេបាទអានេះអញ្ចឹងនេះបាទអញ្ចឹងគឺដោយសារតាវីដេអូនេះក៏វែងពេកហើយដែររដងខ្ញុំផុសត្រឹម10នាទី15នាទីឥឡូវដល់20នាទីឥឡូវក៏អរគុណសម្រាប់ពុកម៉ែបងប្អូនដែលគាំទ្រនឹង channel របស់ខ្ញុំហើយតែតាមដាននៅរាល់វីដេអូដែលខ្ញុំផុសជូនពុកម៉ែបងប្អូនថាតើតរេនដែលខ្ញុំធ្វើវាដល់ណាហើយខ្ញុំធ្វើអីខ្លះសម្រាប់ចែកបទពិសោធន៍ជូនពុកម៉ែបងប្អូនដែលគាត់មានតរេនអញ្ចឹងគាត់ចង់ដឹងថាគេធ្វើមិនខ្លះអញ្ចឹងខ្ញុំប្រាប់ពីបទពិសោធន៍ផ្ទាល់ដែលខ្ញុំធ្វើផ្ទាល់តែម្ដងបាទអញ្ចឹងគឺសម្រាប់នេះដូចជាដើមនេះបាទត្រួយគឺចេញមកវែងតែម្ដងបាទនេះសិតតែត្រួយដែលទៅនឹងលូតមកទេបាទនេះវាមិនមែនជ្រុះស្លឹកអស់លាស់មកថ្មីទេអានេះគឺលូតចេញមកថ្មីតែម្ដងបាទអញ្ចឹងត្រេននេះអាចជានឹងអត់អស់ធ្វើអីច្រើនទេសម្រាប់ការទាញត្រួយដោយសារតែត្រួយវាបំរុងនឹងចេញមកខ្លួនឯងហើយនិយាយរួមវាចេញមកខ្លួនឯងហើយអញ្ចឹងឥឡូវយើងរងចាំតែផ្កាកាលណាដែលផ្កាមកគ្រប់គ្រាន់គឺយើងដាក់តែតាក់ទៅហើយនឹងដាក់ជីទៅខាងដីទៅគឺរួចរាល់បាទអញ្ចឹងមកវាចេញលក្ខណៈបែបហ្នឹងបើយើងអត់ដាក់ជីស្លឹកវាក៏ចេញមកបានដែរតែវាអត់សូវធំតែបើសិនជាយើងដាក់ជីជំនួយគឺស្លឹកវាធំល្អបាទអញ្ចឹងឥឡូវក៏សូមជម្រាបលាពុកម៉ែបងប្អូនម្ដងទៀតបាទជាចុងក្រោយក៏សូមជូនពរពុកម៉ែបងប្អូនរកទទួលទានមានបានហើយនឹងមានសុខភាពល្អទាំងអស់គ្នាបាទឥឡូវពីខ្ញុំម្ចាស់ channel ធ្វើត្រេនយលុយ2026ក៏ជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុណ្ណេះសិនបាទជួបគ្នានៅវីដេអូក្រោយបាទជម្រាបលាបាទ